សូមជម្រាបសួរបងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់សាជាថ្មីរយៈកាលកន្លងមកបងប្អូនបានជ្រាបនៅប្រវត្តិសាស្ត្រខ្មែរស្ដីពីសម័យពុរេប្រវត្តិសាស្ត្ររៀងមកដល់សម័យហ្វូណនក្នុងវគ្គនៃឥណ្ឌូពាណិជ្ជកម្មលើកទី2ថ្ងៃនេះខ្ញុំបាទសូមជម្រាបជូននៅវគ្គបញ្ចប់នៃសម័យហ្វូណននាចុងសតវត្សទី6ដូចតទៅនេះ10រជ្ជកាលព្រះបាទរុទ្រវរ្ម័នគ្រិស្តសករាជ515ដល់550ព្រះនាមរុទ្រវរ្ម័នមានន័យថាព្រះឥសូររក្សា Le protège de Shiva ឯកសារបង្ហាញវត្តមានថាព្រះបាទកៅឌិនវរ្ម័នមានព្រះរាជបុត្រាពីរព្រះអង្គព្រះនាមរុទ្រវរ្ម័ននិងគុណវរ្ម័នកាលស្ដេចចូលទីវង្គតទៅព្រះរាជបុត្រច្បងព្រះនាមរុទ្រវរ្ម័នជាបុត្រព្រះស្នំបានជ្រែករាជ្យបន្តពីព្រះបិតាដោយធ្វើគុតសម្ដេចគុណវរ្ម័នដែលជាបុត្រព្រះមហាឥសីព្រះនាមកុលប្រភាវតីរជ្ជកាលនោះព្រះនាងកុលប្រភាវតីបានលាចាកជីវិតលោកីចេញទៅសាងភ្នោះនៅអាស្រមព្រាហ្មណ៍មួយកន្លែងដែលព្រះនាងនិងព្រះរាជបុត្រនាមគុណវរ្ម័នបានសាងជាទេវាល័យមួយថ្វាយដល់ព្រះវិស្ណុនិងព្រះសារីរិកធាតុនៅគ្រិស្តសករាជ517និង519គឺទីនោះហើយដែលសីលាចារឹកនៅមីសើងបង្ហាញសេចក្តីថាជារកាលព្រះស្រីចក្រធរដល់កំពូលអង្គអាចយាងចូលកាន់បុរីឈ្មោះភវពុរៈហើយដជាស្ថានសម្ដេចកៅឌិនមេព្រាហ្មណ៍ម្ចាស់បុរីបោះលំពេងលើដីបានមកពីព្រះបរមគ្រូអស្វថម័នបុត្ររបស់ទ្រណៈកាលនោះបុត្រីស្ដេចភុជង្គនាគរាជបង្កើតព្រះសមវង្សលើផែនដីព្រះនាមសោមាស្ដេចសម្ដែងឫទ្ធិគួរឲ្យអស្ចារ្យរួចក៏គង់ក្នុងដំណាក់នៃមនុស្សលោកព្រះអម្ចាស់នៃពួកមុនីនាមមាកៅឌិនអភិសេកព្រះនាងនាគីជាស្រេចទើបសម្រេចពិធីតាមកិច្ចអំណះតទៅជាភពវាសនាហួសវិស័យស្មានព្រះមហាគុំដែងសាងព្រះនគរដោយព្រះលោហិតទ្រង់ជាអំនួតនៃប្រជានុរាស្ត្រទាំងឡាយត្បិតស្នាព្រះហស្ថដ៏មានឫទ្ធិទន្ទឹមនឹងនេះសីលាចារឹកសតវត្សទី11ផ្ទាំងទៀតក៏មានបញ្ជាក់ដូចគ្នាថាព្រះបាទរុទ្រវរ្ម័នជាបុត្រានៃព្រាហ្មណ៍កៅឌិននិងនាងនាគីស្ដេចគង់នៅក្នុងក្រុងអនិន្ទតពុរៈហើយដជាស្ថានវាចៈកៃលេសរីឯសីលាចារឹកសតវត្សទី6ចែងថាព្រះបាទរុទ្រវរ្ម័នជាព្រះធម្មរាជាស្ដេចគោរពព្រះពុទ្ធព្រះធម៌និងព្រះសង្ឃរាជនោះព្រះបាទរុទ្រវរ្ម័នបានបញ្ជូនព្រះរាជទូតឲ្យនាំយកសត្វរមាសមួយទៅថ្វាយព្រះចៅក្រុងចិនលុះគ្រិស្តសករាជ540ដល់550ព្រះវង្សព្រះទាយាទខាងសម្ដេចគុណវរ្ម័នក៏បះបោរប្រទាញរាជកើតចលាចលទូទាំងនគរហ្វូណនក៏បែករាជចេញជាច្រើនកន្លែងទោះជាយ៉ាងណានៅក្នុងឯកសារនៅមានបញ្ជាក់ថាកិត្តិនាមនគរហ្វូណនមានរយៈ5សតវត្សហ្វូណនចុងក្រោយមានទឹកដីធំធេងរហូត 300,000 គីឡូម៉ែត្រទ្វេគុណនិងប្រជាជនចំនួន 4 លាននាក់11រជ្ជកាលព្រះបាទភវវរ្ម័នគ្រិស្តសករាជ550ដល់600ព្រះរាជាក្រោយបង្អស់នៃរាជវង្សហ្វូណនព្រះនាមព្រះបាទភវវរ្ម័នជាព្រះរាជណត្តារបស់ព្រះបាទរុទ្រវរ្ម័នទ្រង់បានជួយស្ដារអំណាចព្រះនគរឡើងវិញនៅគ្រិស្តសករាជ550ដល់គ្រិស្តសករាជ600ទ្រង់ជាក្សត្រចុងក្រោយនៃរាជាណាចក្រហ្វូណនរីឯឯកសារចិនក៏លែងរៀបរាប់ពីសាវតារបាក្សត្រនៃនគរហ្វូណនក្នុងសម័យនោះផ្ទុយទៅវិញនៅចុងសតវត្សទី6ដំណាលនោះអ្នកវស្សកប្រវត្តិចិនបែរជាមមាញឹកនឹងវត្តមាននៃព្រះរាជាណាចក្រខ្មែរមកខាងទៀតនៅភាគខាងជើងនៃនគរហ្វូណននាមថានគរចេនឡាដែលកាលនោះព្រះរាជវង្សខាងអំបូរសមវង្សឬវង្សព្រះចន្ទ្រាផ្ដើមធ្វើសញ្ជ័យត្រួតត្រាលើទឹកដីនៃនគរហ្វូណនពីគ្រិស្តសករាជ600នោះមកប្រវត្តិសាស្ត្រខ្មែរក៏ប្រែព្រះនាមថាកម្ពុជាសម័យចេនឡាទន្ទឹមនឹងនេះខ្ញុំបាទសូមជម្រាបបន្ថែមអំពីនគរផ្សេងដែលមានវត្តមាននៅក្នុងសម័យហ្វូណន
ឯកសារបន្ថែមស្ដីពីរាជាណាចក្រលីនយីនិងរាជាណាចក្រណាមវៀតក្រៅពីនគរទូនស៊ូនដែលជារណបនៃនគរហ្វូណនព្រះរាជាណាចក្រលីនយីក៏ប្រកបនៅស្វ័យរាជ្យដូចគ្នានឹងនគរហ្វូណនដែរកាលនោះចិនហៅចម្ប៉ាបុរីថាលីនយីពួកដៃវៀតហៅចម្ប៉ាបុរីថាឡាំអាប់រាជាណាចក្រលីនយីឬចម្ប៉ាបុរីឬឡាំអាប់មានវត្តមានតាំងពីគ្រិស្តសករាជ196មកទល់នឹងសតវត្សទី15នៃគ្រិស្តសករាជតាមរយៈសភៅលើមីលីយ៉ុងនូមេរ៉ូវីតអាស៊ីឌីស៊ិដេសមានសរសេរពីនគរលីនយីថាប្រជាជនចាមមានចិត្តពន្ធសាសន៍ដូចគ្នានឹងពួកឥណ្ឌូនេស៊ីដែរតែពួកចាមបានកាន់កាប់ទីតាំងនៅក្នុងឧបទ្វីបនៃជ្រោយឥណ្ឌូចិនរាជវង្សក្សត្រចាមសាងរាជាណាចក្រចម្ប៉ានៅមជ្ឈមណ្ឌលវៀតណាមសព្វថ្ងៃរាជាណាចក្រនេះបានបាត់បង់ប្រវត្តិសាស្ត្ររបស់ខ្លួននាសតវត្សទី15ចាមក៏ដូចជាខ្មែរដែរគឺបានទទួលឥទ្ធិពលអរិយធម៌ពីឥណ្ឌាមានសំណល់រមណីយដ្ឋានផ្សេងជាសក្ខីភាពនិងជាទីអាងនៃការស្រាវជ្រាវយ៉ាងពិតប្រាកដរាជាណាចក្រឥណ្ឌូពាណិជ្ជកម្មនេះវិនាសបាត់បង់នៅសតវត្សទី15នៃគ្រិស្តសករាជដោយសារការទន្ទ្រាននៃពួកណាមវៀតជនជាតិចាមទទួលរងគ្រោះមហន្តរាយស្ទើរតែទាំងអស់សពថ្ងៃមានសេសសល់ត្រឹមតែរាប់ពាន់នាក់ដែលរស់នៅតាមភាគខាងលើនៃខ្ពង់រាបវៀតណាមកណ្ដាលនិងខ្លះទៀតមាននៅតាមស្រុកដាណាងផាន់រ៉ាន់ផាន់ធៀតនិងស្រុកតៃninhគេរកឃើញវត្តមានយ៉ាងពិតប្រាកដគឺពួកកាភៀទំនងជាពួកហ្វាំងរិហ្វាំងរ៉ាសពថ្ងៃនេះដែលមិនមែនជាអ្នកកាន់សាសនាអ៊ីស្លាមមានន័យថាពួកកាភៀនៅប្រកាន់និងរក្សាជាប់នៅវប្បធម៌របស់ខ្លួនគឺលទ្ធិឥណ្ឌូដែលមានតាំងពីដើមមកនិងមួយពួកទៀតឈ្មោះថាបានីដែលបានប្រែគំនិតមកកាន់សាសនាអ៊ីស្លាមជាជំនួសលទ្ធិហិណ្ឌូវិញពួកបានីភាគច្រើននៅក្នុងប្រទេសកម្ពុជាព្រះរាជាណាចក្រចម្ប៉ាប្រដាស់ឡើងនៅគ្រិស្តសករាជ196និងវិនាសទៅនៅសតវត្សទី15រីឯប្រវត្តិសាស្ត្រនៃនគរចម្ប៉ាបានคล้ายទៅជាព្រឹត្តិការណ៍ផ្សេងដែលបង្ហាញវត្តមានជាញឹកញាប់នៅក្នុងប្រវត្តិសាស្ត្រខ្មែរនិងក្នុងប្រវត្តិសាស្ត្រវៀតណាមអំពីប្រវត្តិសាស្ត្រណាមវៀតឯកសារលើមីលីយ៉ុងនូមេរ៉ូវីតអាហ្គូស្ទីនីណូវ៉ាដដែលបានបង្ហាញនៅប្រវត្តិកាលនៃនគរណាមវៀតថាសតវត្សទី3មុនគ្រិស្តសករាជ Fondation du Royaume d'Olac មានន័យថាកំណើតនៃរាជាណាចក្រអូឡាក់បានប្រដាស់ឡើងនៅសតវត្សទី3មុនគ្រិស្តសករាជឆ្នាំ221មុនគ្រិស្តសករាជ Première campagne chinoise en pays Viet មានន័យថាចម្បាំងទី1នៃពួកចិនក្នុងស្រុកទេសវៀតឆ្នាំ207មុនគ្រិស្តសករាជ Truda fond le Nam Viet et établit le capitale à Phien Ngu près de Quang Tong មានន័យថាព្រះចៅទ្រឿដាសាងនគរណាមវៀតនិងរាជធានីភៀនងូនៅក្បែរស្រុកក្វាន់តាំងឯកសាររៀបរាប់អំពីប្រវត្តិសាស្ត្រណាមវៀតថាវគ្គទី1សម័យពុរេប្រវត្តិសាស្ត្រសញ្ញាសម្គាល់ទី1នៃអាជីវៈដ៏ប៉ិនប្រសប់របស់មនុស្សជាតិនៅក្នុងសង្គមរួមជាតិសាសន៍សពថ្ងៃនេះប្រទេសវៀតណាមផ្ដើមឡើងពីចុងវគ្គដើមនៃយុគថ្មឬពីពាក់កណ្ដាលយុគថ្មរៀងមក Paléolithique ou Mésolithique កាលនោះមានឈ្មោះថាសម័យ Pho Binh គឺជាឈ្មោះរមណីយដ្ឋានមួយនៅទន្លេក្រហមទីនោះបានផ្ដល់នូវភស្តុតាងយ៉ាងពិតប្រាកដវប្បធម៌ Pho Binh បង្កើនឥទ្ធិពលយ៉ាងឆាប់រហ័សនៅសម័យបាក់សឺងនាត្រៃខាងឆ្វេងវប្បធម៌ក្រោយនេះរាលដាលស្ទើរពេញអាស៊ីអាគ្នេយ៍ពូជពង្សវៀតណាមចេញពីប្រភពមេឡាណូឥណ្ឌូនេស៊ីដែលកុះកឡើងនៅតាមជ្រោយឥណ្ឌូចិនរួចក៏រំកិលបន្តិចម្ដងទៅខាងតំបន់ភ្នំភាគកណ្ដាលមុនពេលពួកកុលសម្ព័ន្ធអូស្ត្រូអាស៊ីតិករុញច្រានទៅទីប្រជុំកោះកាលពី2000ឆ្នាំមុនគ្រិស្តសករាជវប្បធម៌អូស្ត្រូអាស៊ីតិកបានផ្សព្វផ្សាយយ៉ាងខ្លាំងនៅយុគស្ព័ននាសហសវត្សទី1មុនគ្រិស្តសករាជPremier millénaire avant Jésus-Christ
គឺដំណើរគ្នានឹងសម័យដុងសឿងដែលជាសម័យផ្ដើមទេវកថានៃប្រវត្តិសាស្ត្រវៀតណាមវគ្គទី2ប្រវត្តិសាស្ត្រវៀតណាមព្រះមហាក្សត្រដើមវងនៃវៀតណាមគឺព្រះចៅហុងបាងគ្រងរាជ្យដល់សតវត្សទី3មុនគ្រិស្តសករាជឆ្នាំ258មុនគ្រិស្តសករាជរាជាណាចក្រខាងជើងស្ថិតនៅក្រោមការគ្រប់គ្រងនៃរាជវង្សក្សត្រជាច្រើនអង្គដែលបារាំងសរសេរថា Roi de Perdition ប្រវត្តិកាលនោះមានវត្តមានជាហូរហែក្នុងអរិយធម៌ចិននិងក្នុងប្រវត្តិសាស្ត្រចិនក្រោយមកមាននគរតូចៗជាច្រើនបានផ្ដុំគ្នាឡើងក្រោមឥទ្ធិពលនៃនគរអ្នកឈ្នះបង្កើតបានជារាជាណាចក្រមួយឈ្មោះថាអូឡាក Royaume d'Olac តាំងរាជធានីនៅស្រុកផុងខេសម័យនោះគេពុំអាចស្គាល់អ្វីជាក់លាក់ក្រៅពីតាមដានការធ្វើសញ្ជ័យនៃពួកចិនតែប៉ុណ្ណោះទើបអាចរៀបរៀងសាវតាវៀតណាមបានឆ្នាំ221ដល់111មុនគ្រិស្តសករាជចិនច្បាំងជាលើកដំបូងនៅតាមជ្រលងយ៉ាងសេវាយទីតាំងដីកុលសម្ព័ន្ធយេដែលរួមផ្ដុំដោយពួកបាច់វៀតរាប់ទាំងពួកអូឡាក់នៅក្នុងនោះដែរឆ្នាំ221មុនគ្រិស្តសករាជនោះព្រះចៅសិនឆេហុងទីផ្ដើមបង្កើតអាណាចក្រណាមវៀតនៅទីនោះជាហេតុបណ្ដាលឲ្យចិនបោះទីតាំងទ័ពជា3ពលវាយបង្ក្រាបចាប់ដាក់ជាចំណោះឡើងវិញគឺប្រហែលជាស្រុកគួងទុងនិងស្រុកគួងស៊ឺសប្តាហ៍ថ្ងៃនេះបងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនេះជាទីបញ្ចប់នៃប្រវត្តិសាស្ត្រខ្មែរស្ដីអំពីកម្ពុជាសម័យហ្វូណនខ្ញុំបាទសន្យានឹងសូមបន្តនៅប្រវត្តិសាស្ត្រខ្មែរស្ដីពីកម្ពុជាសម័យចេនឡានៅអាទិត្យក្រោយទៀតសូមអរគុណ